តោះត្រឡប់មកវិញសារជាថ្មីម្ដងទៀតនៅក្នុងសាច់រឿងរបស់យើងមេបង្ករឿងបានត្រឡប់មកវិញហើយតាអញ្ចឹងចាប់ផ្ដើមសាច់រឿងរបស់យើងគឺនៅកម្មវិធីជប់លៀងតួឯកប្រុសដែលបានចូលរួមហើយកម្មវិធីហ្នឹងក៏មានបេឡាយើងនៅក្នុងហ្នឹងដែរហើយបេឡារបស់យើងកំពុងតែទៅចែកញាក់ញ័រជាមួយនឹងតួប្រុសជាច្រើនដែលយើងស្គាល់ដូចគ្នាតែមិនដឹងថាមួយណាទេគឺញ៉ាយបេឡាហើយតែមិនដឹងថាបេឡាត្រូវចិត្តឬអត់ទេហើយសាច់រឿងរបស់យើងកាត់មកបេឡាមួយអ្នកផ្ទះគេវិញគឺគេទៅចែកគ្នាថាតួឯកស្រីរបស់យើងអត់នៅទេអញ្ចឹងគេត្រូវធ្វើម៉េចដើម្បីឲ្យបេឡាហ្នឹងគឺមានសង្សារមិនមានសង្សារគឺមានប្តីហ្មងគឺរកបុរសមួយណាដែលស័ក្តិសមជាមួយនឹងបេឡាដែលស័ក្តិសមទាំងគេទៅយកគេឈ្មោះអាចលើកគ្រួសារគេពងពោះឲ្យបានអញ្ចឹងហើយបេឡារបស់យើងដឹងចាប់អារម្មណ៍ណាគេគឺចាប់អារម្មណ៍តួប្រុសរបស់យើងគេថាម៉ាអ្នកដែលគេនិយាយជាមួយនឹងគឺគ្មានន័យឯងក៏និយាយចោលប៉ុន្តែតួប្រុសដែលតាក់ទាញអាចធ្វើជាស្វាមីរបស់គេបានគឺតួប្រុសនេះគេមករកតួប្រុសរបស់យើងហើយគេធ្វើប៉ះដៃតួប្រុសរបស់យើងហើយគេប៉ះដៃហើយគេមកធ្វើសុំទោសតួប្រុសរបស់យើងអញ្ចឹងណាហើយគេថាសុំទោសផងដែលគេប៉ះអញ្ចឹងណាហើយក៏បានសួរទៅតួប្រុសយើងថាចាំគេឬក៏អត់អញ្ចឹងណាហើយតួប្រុសរបស់យើងពេលដែលឃើញមុខបេឡាហើយក៏គិតក្នុងចិត្តថាចូលជួបនៅកន្លែងណាទេហើយតួប្រុសរបស់យើងក៏បានសួរទៅបេឡាថាតើធ្លាប់ជួបគ្នាពីមុនដែរអត់ទេអូយស្រីអីក៏ស្រីឃើញប្រុសមិនបានហ្មងណាពេលដែលបេឡាឮបែបហ្នឹងហើយគេក៏រៀបរឹកពីរឹករៀងអីឡើងវិញគេថាសុំទោសផងគេភ្លេចណែនាំខ្លួនគេគឺបេឡាដែលជួបតួប្រុសហ្នឹងការកម្មវិធីដែលតួឯកស្រីរបស់យើងហ្នឹងបានលួចកន្លះអាវនេះនាំតួស្រីមកទៀតតាគ្នាបានមកហើយក៏យកឈ្មោះគ្នាមកដែរហើយបេឡាក៏បន្ថែមទៀតថាគេជូនស្រាតួឯកប្រុសមួយកែវដើម្បីចងជាចំណងមិត្តភាពចឹងណាគឺតាក់ទិញ attention ហ្មងគេគ្រប់គ្នាគឺមើលគ្រប់គ្នាហ្មងតែតួប្រុសរបស់យើងក៏អោនទៅហើយប្រាប់ថាគាត់បានប្រាប់តាំងពីដំបូងហើយគឺអត់ចង់មានតំណែងអីទៀតទេគាត់អត់ខ្វល់ពីរឿងដែលតួឯកស្រីលួចកន្លះអាវហើយក៏អត់ចង់មានតំណែងជាមួយនឹងផ្ទះតួឯកស្រីរបស់យើងទាំងបេឡាទាំងប៉ារបស់បេឡាគឺអត់ចង់មានតំណែងទាំងអស់មិនដែរឮហើយគឺក្អួតឈាមតែម្ដងចាសម្ដីអាក្រក់មាត់ឆៅគឺតួប្រុសរបស់យើងហ្នឹងហើយតួប្រុសរបស់យើងពេលនិយាយអញ្ចឹងហើយក៏បានដើរចេញពីបេឡាបាត់ទៅហើយអ្នកទាំងអស់គ្នាអ្នកនៅជុំវិញហ្នឹងគេថាអូយពីរនាក់ហ្នឹងញ៉ាយគ្នាមួយខ្សឹបខ្សៀវ1 2 3 4អញ្ចឹងហើយអត់មានដឹងទេថាតួប្រុសយើងហ្នឹងថាឲ្យសោះហ្នឹងណាហើយគេក៏ទៅប្រាប់អ្នកនៅជុំវិញហ្នឹងថាគេគ្រាន់តែចែកគ្នាលេងតិចតួចទេហើយគេធ្វើឡើងតាក់ទាញ attention មកដោយតួប្រុសហ្នឹងញ៉ាយគេអញ្ចឹងហើយជាក់ស្ដែងតួប្រុសរបស់យើងមានញ៉ាយណាគេប្រាប់ថាកុំឲ្យតាក់ទងមួយគេទៀតសោះហើយគេប្រាប់ថាគេអត់សូវស៊ូខ្លួនទេគេសុំទៅស្រូបយកខ្យល់អាកាសបន្តិចសិនហេតុតែគេស្អីស្អាតដល់គ្រាន់តែប៉ុណ្្នឹងឃើញនេះប្រុសមើលឡើងមកកណោហើយគេដើរចេញបាត់ទៅដើម្បីទៅស្រូបយកខ្យល់អាកាសហើយបេឡាក៏គេគិតក្នុងចិត្តថាគេគឺជា Golden River មួយទាំងមូលមិនក៏មានអារម្មណ៍ថាអត់សប្បាយចិត្តគេគ្រប់គ្នាគឺតាក់ទាញទៅលើគាត់ហេតុអីក៏តួប្រុសរបស់យើងអត់មានតាក់ទាញអីបន្តិចគាត់ក៏ខឹងដែរហេតុអីតួប្រុសអត់ចាប់អារម្មណ៍លើគាត់សោះចឹងអ្នកទាំងអស់គ្នាដឹងណាគេចាប់អារម្មណ៍បេឡាគឺអាបឺតប្អូនជីដូនមួយរបស់តួឯកប្រុសរបស់យើងហ្នឹងហ្មងគឺដើរតាមបេឡាពីក្រោយហើយបេឡាក៏បន្តគិតនៅក្នុងចិត្តថាមកតួប្រុសអត់ចាប់អារម្មណ៍គាត់ហ្នឹងដោយសារតែមកពីតួស្រីហ្មងដោយសារតែតួស្រីផ្ដល់អារម្មណ៍អាក់លីមានន័យថាអត់អាភាពអត់សប្បាយចិត្តដែលគិតថាតួស្រីរបស់យើងនឹងលួចកន្លះអាវហ្នឹងហើយបានតួប្រុសអត់ចាប់អារម្មណ៍ទៅលើគាត់ហើយបេឡាដើរមកហ្នឹងក៏ជួបនឹងអាបឺតហើយអាបឺតក៏បានហៅបេឡាងាកឃើញអត់គេចាប់ផ្ដើមមកញឹមតាក់ជាមួយនឹងអាបឺតភ្លាមចេញមាយាស្ត្រីហ្មងហើយគេសួរចង់ជួបជាមួយនឹងគេមែនអូយចាចេញរឹកមកគឺហេកប់តែម្ដងហើយគេក៏បានសួរអាបឺតថាមករកគេមែនហើយអាបឺតក៏បានឆ្លើយថាត្រូវហើយគាត់មកដើរតាមបេឡាពួកឃើញបេឡាហ្នឹងអត់ស្រស់បោះទេខ្លាចបេឡាឈឺដួលអីអញ្ចឹងថាគេបេឡាគេកាច់រកាច់រៀនថាគេអត់អីទេអរគុណហើយដែលបានបារម្ភហើយអាបឺតក៏សួរបេឡាថាតើមានបញ្ហាអីជាមួយនឹងតួឯកប្រុសយើងមែនហើយបេឡាគេថាអត់អីទេគ្រាន់តែមានរឿងយល់ច្រឡំតិចតួចអីតែប៉ុណ្្នឹងឯងហើយអាបឺតគេថាពិតជាល្អមែនតើទោះថាមានរឿងបញ្ហាអីជាមួយតួប្រុសប៉ុន្តែបេឡាគេ handle បានយ៉ាងល្អអីចឹងគេថាពិតជាសរសើរបេឡាមែនតើអូចេញមក fake ប៉ះ fake ហើយបេឡាគេគិតក្នុងចិត្តថាអាបឺតមានគូនដឹងហើយប៉ុន្តែបេឡាចង់បានអាបឺតធ្វើជាគូនដឹងនេះឃើញអត់គាត់ចង់បានអាបឺតគឺជារបស់គាត់តខ្លួនមានណាគឺជោគជ័យតែម្ដងសាហាវមែនតើហើយបេឡាបាននិយាយថាបើសិនជាអាបឺតយកគាត់
គាត់នឹងមិនធ្វើឲ្យអាប៊ឺតខកបំណងទេគាត់នឹងធ្វើអ្វីព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យល្អប្រសើរជាងគូដណ្ដឹងរបស់អាប៊ឺតគាត់ថាបើសិនជាយកគាត់គឺមិនឲ្យអាប៊ឺតស្ដាយក្រោយទេគាត់ special ជាងគូដណ្ដឹងរបស់អាប៊ឺតអ្នកទាំងអស់គ្នាគិតថាអាប៊ឺតព្រមអត់ចាគឺព្រមខ្ញុំសុំចុះចាញ់ហ្មងគឺអត់គេប៉ុន្តែខ្ញុំគិតថាអត់អីទេពីរអ្នកនឹង snake ដូចគ្នាយកគ្នាក៏យកទៅកុំឲ្យទៅមកធ្វើបាបកូនក្រមុំទូឯកស្រីរបស់ខ្ញុំទៅបានទេហើយអាបើគេថាបើសិនជាចង់ធ្វើជាគូដណ្ដឹងរបស់គេត្រូវតែសូមកបង្ហាញគេមកថាម្នាក់ថាបេឡានឹងគឺ better ជាងគូដណ្ដឹងរបស់គាត់ហើយគេថាគេនឹងធ្វើឲ្យអាប៊ឺតនឹងឈូសគេនឹងគឺជា the right choice ហ្មងហើយអាគូដណ្ដឹងគ្នានឹងឮអញ្ចឹងគឺគ្នាខូចចិត្តខូចថ្លើមគឺផ្ដាច់ពាក្យហ្មងអាប៊ឺតគឺផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងរបស់គាត់ហ្មងហើយមកភ្ជាប់ពាក្យជាមួយនឹងបេឡាខ្ញុំថាអូធ្វើម៉េចទៅឲ្យសមមិនមែនភ្ជាប់ពាក្យមួយតួឯកស្រីខ្ញុំផងខ្ញុំអត់ខ្វល់ហើយក៏មិនមែនភ្ជាប់ពាក្យមួយតួឯកប្រុសហើយសាច់រឿងហ្នឹងក៏កាត់ចេញពីកម្មវិធីនឹងចប់ដែរចាបេឡាគេភ្ជាប់ពាក្យនេះគេប្រាក់ជាងភ្ជាប់ពាក្យហើយភ្ជាប់ពាក្យជាមួយនឹងអាប៊ឺតតែបេឡាអត់ខ្វល់ដេកជាមួយនឹងប្រុសផ្សេងទៀតចាខ្ញុំរឿងនេះខ្ញុំសុំចុះចាញ់បេឡាហើយគឺមានគូដណ្ដឹងហើយគឺដេកជាមួយនឹងប្រុសបានធម្មតាអត់មានខ្វល់ពីអាប៊ឺតទេចឹងខ្ញុំគិតថាបើសិនជាគាត់តាក់តួឯកប្រុសក៏គាត់អត់ខ្វល់ពីតួឯកប្រុសដែរគាត់ដេកជាមួយប្រុសតាពីហ្នឹងក៏មានអីទៅខ្វល់ហើយបំណងរបស់បេឡាដែលភ្ជាប់ពាក្យជាមួយនឹងអាប៊ឺតហ្នឹងណាអ្វីដែលធំបំផុតគឺចង់ទៅជិតស្និទ្ធជាមួយនឹងតួប្រុសហ្នឹងហ្មងខ្ញុំដឹងហ្មងគឺគាត់យកអាប៊ឺតហ្នឹងគឺជាស្ពានដើម្បីតាក់ទងទៅកាន់តួប្រុសពោះដោយសារតែអាប៊ឺតហ្នឹងគឺជាប្អូនជីដូនមួយរបស់តួប្រុសអញ្ចឹងពេលដែលគាត់នៅចិត្តអាប៊ឺតក៏នៅចិត្តតួប្រុសដែរអញ្ចឹងគាត់សង្ឃឹមថាគាត់នឹងអាចតាក់តួប្រុសរបស់យើងបានហើយសាច់រឿងរបស់យើងជុំនិយាយពីបេឡាគឺនិយាយពីតួស្រីរបស់យើងជាមួយនឹងអាមេវិញម្ដងចាគេនៅកន្លែងហ្នឹងគឺមានក្តីសុខគេអត់ខ្វល់អត់សូវមានជលួសមួយណាគេហើយនៅកន្លែងតួឯកស្រីរបស់យើងគឺធ្លាក់ព្រិលហើយក៏បានដើរមកក្រៅជាមួយនឹងអាមេតួឯកស្រីយើងអត់ពាក់កៅអៅសាមញ្ញបែបហ្នឹងហើយនៅតែខ្ជូរទៀតមើលគេស្អាតធ្វើអីក៏ស្អាតដែរហើយគាត់ដើរមកក៏ជួបជាមួយនឹងអេម៉ាជាមួយនឹងក្មេងៗហើយក្មេងៗហ្នឹងពេលឃើញតួស្រីគេលួចមើលគេប្រាំងប៉ុន្តែក្មេងៗទាំងអស់ហ្នឹងទួយៗគួរឲ្យខ្ជូតមែនគួរឲ្យស្រឡាញ់តែមើលណោះគេឃើញគេឡើង surprise ហ្មងហើយអេម៉ាក៏សួរស្ដីទៅកាន់តួឯកស្រីរបស់យើងជាមួយនឹងអាមេហើយអេម៉ាក៏បានសួរទៅកាន់តួឯកស្រីជាមួយនឹងអាមេដែរថាមានពេលតនេអត់គឺជួយមើលក្មេងៗតែយកពួកគាត់អត់មើលអត់កើតទេអ្នកទាំងអស់គ្នាមើល4 5ហើយឲ្យគ្នាមើលម្នាក់ឯងគឺគ្នាជួយអត់កើតទេពេលដែលសួរបែបហ្នឹងហើយអេម៉ាក៏បានគិតក្នុងចិត្តថាគាត់មិនគួរហៅតួឯកស្រីឲ្យជួយទេព្រោះតួឯកស្រីគឺជាកូនសេដ្ឋីកូនអ្នកមានអញ្ចឹងណាអាចតួឯកស្រីខឹងច្រឡោតអីរករឿងអាមេអញ្ចឹងណាអាមេអេម៉ាអញ្ចឹងណាប៉ុន្តែតួឯកស្រីយើងមានណាជួយនឹងឯងគាត់ថាគាត់អត់ដែលមើលក្មេងទេប៉ុន្តែគាត់នឹងព្យាយាមអស់ពីលទ្ធភាពដើម្បីមើលថែឃើញអត់ក្មេងៗហ្នឹងគឺបើកភ្នែកប៉ុនៗវងមាត់ហ្មងមានសញ្ញាសួរពេញក្បាលតួឯកស្រីរបស់យើងក៏បានសួរទៅអេម៉ាវិញថាតើគាត់អាចធ្វើបានអត់រឿងហ្នឹងគាត់អត់ទុកចិត្តទេអញ្ចឹងអេម៉ាក៏ថាអត់អីទេមានគាត់នៅហ្នឹងហើយគឺជួយគ្នាទៅវិញទៅមកអញ្ចឹងណាគាត់នឹងព្យាយាមជួយអស់ពីលទ្ធភាពឲ្យតួស្រីលំបាកឯងហើយតួឯកស្រីរបស់យើងក៏យកព្រមដែរនេះគេមើលថែគ្នារៀបចំអីវ៉ាន់របស់ក្មេងៗមានខោអាវមានអីអញ្ចឹងណាហើយអាំងម៉េក៏ចាប់ក្មេងៗនឹងដែរពួកក្មេងៗទាំងអស់នឹងល្ពឹសហើយអេម៉ាជាមួយនឹងអាំងម៉េក៏បានយកខោអាវហ្នឹងទៅឲ្យក្មេងៗពួកខែនឹងខែល្ងាហើយអញ្ចឹងឲ្យក្មេងៗពាក់ខោអាវឲ្យក្រាស់ៗអញ្ចឹងណាហើយអាំងម៉េក៏បានប្រាប់ទៅតួឯកស្រីរបស់យើងថាឲ្យទៅយកម្ហូបមកដើម្បីមកបញ្ចុកក្មេងៗពួកក្មេងៗឃ្លានហើយតួឯកស្រីរបស់យើងថាអត់អីទេហើយនឹងទៅហើយអេម៉ាក៏បានប្រាប់ថាគាត់នឹងទៅជាមួយដើម្បីកុំឲ្យតួឯកស្រីយើងទៅម្នាក់ឯងខ្លាចយកមកឲ្យបានអត់អស់ច្រើនអញ្ចឹងណាអញ្ចឹងពេលដែលទៅយកម្ហូបហ្នឹងអេម៉ាជាមួយនឹងតួឯកស្រីមិនបដើរគ្នាដើរនិយាយលេងធម្មតាស្រាប់តែជួបជាមួយនឹងក្រុម3ស្រី3នាក់ហ្នឹងជាកូនអ្នកមានដែរមកដើម្បីកាយចរិតអីដូចគ្នាហ្នឹងហើយគេបានរករឿងថាគេបង់លុយមកស្នាក់នៅទីហ្នឹងអញ្ចឹងគួរតែឲ្យក្មេងៗដែលតូចៗម៉ាក់អ្នកហ្នឹងឲ្យស្ងាត់តិចទៅគេថ្លង់គេបង់លុយអស់1គីឡូគេមិនមែនមកស្ដាប់ក្មេងៗហ្នឹងយំទេហើយអេម៉ារបស់យើងគឺបានសុំទោសទៅកាន់3នាក់ហ្នឹងធ្វើបាបអេម៉ាមែនតើដើរទៅហើយនឹងនៅឆ្លៀតឲ្យកតុយភ្នែកនឹងគ្រឺតតែខ្ញុំចង់ចាប់ផ្ទះហើយបាននាមដាមទៅតួឯកស្រីទៀតគេថាតួឯកស្រីអត់សមនៅនឹងទីក្រុងពាក់ខោអាវស្អាតបាតអីសមទាំងនៅវិហារហ្នឹងហើយពាក់ខោអាវបែបហ្នឹងបានសមអើយថាឲ្យគ្នាតែអាគ្នាមិនต้องបានមាត់មួយម៉ាត់ថងនៅឆ្លៀតមកថាឲ្យគ្នាតើបានអើយជីវិត
ហើយ Emma ឃ្លាឡើង slot ហ្មងគេថាឲ្យអញ្ចឹងហើយ Emma ក៏បានប្រាប់ថាក្មេងៗទាំងអស់ហ្នឹងនឹងមិននៅយូរទេនឹងរកកន្លែងថ្មីដើម្បីឲ្យក្មេងៗទាំងអស់ហ្នឹងហើយមិនបារម្ភអីទេអញ្ចឹងណាគេនឹងរៀបចំកន្លែងថ្មីឲ្យក្មេងៗហើយក្មេងៗគ្នាឮក៏គ្នាភ័យដែរគ្នាមិនទាន់ដឹងខ្យល់អីហង Emma ក៏បានបន្ថែមទៀតថាក្មេងៗទាំងអស់ហ្នឹងដូចជាតួឯកស្រីនឹង3នាក់ហ្នឹងឯងតួឯកស្រីជាមួយនឹង3នាក់ហ្នឹងគឺមានផ្ទះមានអីសម្រាប់នៅប៉ុន្តែក្មេងៗគ្នាអត់មានផ្ទះទេគឺជាក្មេងកំព្រាអញ្ចឹងណានិយាយទាន់ផុតមកអាងម៉េក៏បានប្រាប់ថាផ្ដាំឲ្យក្មេងៗផងគាត់ទៅដូរខោអាវឲ្យពួកខោអាវគាត់ប្រឡាក់នឹងបញ្ចុកក្មេងៗ2នាក់ហ្នឹងដល់ពេលនៅមួយគ្នាអត់មានហ៊ានអីអត់ចេះនិយាយគ្នាហ្មងអៀនគ្នាហ្មងហើយអឺ Emma ក៏បានសុំទោសដែរដែលធ្វើឲ្យ3នាក់ហ្នឹងណានិយាយពាក្យសម្ដីមិនល្អទៅកាន់តួឯកស្រីដោយសារតែគាត់មើលក្មេងៗឲ្យបានល្អគេខឹងមួយគាត់សោះបែរជាទៅបញ្ចេញកំហឹងដាក់តួឯកស្រីរបស់យើងដែរអញ្ចឹងណា Emma ក៏បានបន្ថែមទៀតថាកុំខឹងក្មេងៗដោយសារតែក្មេងៗគ្នាអត់មានអ្នកមើលថែអញ្ចឹងគ្នារៀងយំមានអីអញ្ចឹងអត់ដូចតួឯកស្រីមានអ្នកមើលថែអញ្ចឹងតួឯកស្រីរបស់យើងក៏នឹកឃើញពេលដែលគាត់នៅជាមួយនឹងពូរបស់គាត់ក៏គ្មានអ្នកមើលថែគាត់ដែរគឺចាប់ដូចកូនកដោលគេដាក់នៅក្នុងទ្រុងដែរគឺគ្មានក្ដីស្រឡាញ់គ្មានអីដូចគ្នាដែរអញ្ចឹងណាហើយជីវិតរបស់ Emma គឺគ្មានសេចក្ដីសង្ឃឹមគ្មានក្ដីសុបិនចង់ក្លាយទៅជាអីទេដោយសារតែគាត់ជាក្មេងកំព្រាអញ្ចឹងគាត់មានតែនៅវិហារហ្នឹងមើលថែក្មេងៗដែរអញ្ចឹងណាហើយគេនិយាយហើយគេអៀនគេថាទើបតែស្គាល់តួឯកស្រីសោះគេហ៊ាននិយាយរឿងក្នុងចិត្តមួយតួឯកស្រីរបស់យើងមួយគេអៀនតែឡើងខ្ជូតហើយគេក៏ហើយគេក៏អរគុណតួឯកស្រីដែរដែលជួយមើលថែក្មេងៗអញ្ចឹងណាហើយស្របពេលជាមួយនឹងដែរគឺអាងម៉េគឺបានត្រឡប់មកវិញហើយសួរពីរនាក់ហ្នឹងនិយាយអីហ្នឹងខ្សឹបហ្នឹងហើយអឺ Emma ក៏បានថាអត់មាននិយាយរឿងអីទេហើយអាងម៉េក៏ថាគ្មានទេគាត់ជិះមានរឿងអីទេព្រោះ Emma ក៏អត់ប្រកែកកុហកទេដឹងតែមានរឿងអីលួចពីនិយាយពីក្រោយខ្នងរបស់គាត់ហើយពីរនាក់ហ្នឹងគឺអៀនហ្មងគាត់ថាគ្មានរឿងអីទេហើយទូរស័ព្ទរបស់យើងក៏បានកាត់ទៅពីរនាក់ហ្នឹងថាអរគុណបងស្រីទាំងពីរនាក់ហើយដែលតែងតែមើលថែខ្ញុំអីចឹងណាព្រោះតាំងពីចូលមកគាត់ចេះធ្វើសាប៊ូគាត់ចេះមើលថែក្មេងៗបើសិនជាអត់មាន Emma ជាមួយនឹងអាងមេទេគាត់អត់មានចេះធ្វើអីទេហើយគាត់ក៏អត់មានស្នាមញញឹមដូចថ្ងៃហ្នឹងដែរមើលអូយគេញញឹមហើយគេឡើងខ្ជូតហ្មងហើយដឹងកាលណាបានគេជួបមួយតួឯកប្រុសទេចង់ឲ្យពីរនាក់ហ្នឹងជួបគ្នាម្ដងទៀតតើនឹងមានរឿងអីកើតឡើងនិយាយទាន់បានផុតមាត់ហើយម៉ាដាមគេមកចូលមកហើយគេប្រាប់ថាតួឯកស្រីរបស់យើងណាគឺមានភ្ញៀវចង់ជួបតួឯកស្រីអញ្ចឹងអ្នកភ្ញៀវគេដើរមកពីក្រៅអញ្ចឹងណាហើយ Emma ជំអាំងមេជាមួយនឹងតួឯកស្រីគឺមើលមុខគ្នាអត់ដឹងថាភ្ញៀវនឹងមករកតួឯកស្រីរបស់យើងមានការអីអញ្ចឹងណាហើយម៉ាដាមហ្នឹងក៏បានប្រាប់ថាឲ្យអាងមេជាមួយនឹង Emma ចេញទៅក្រៅសិនទៅព្រោះឲ្យតួឯកស្រីរបស់យើងនិយាយជាមួយនឹងភ្ញៀវតែពីរនាក់ដើម្បីឲ្យគេមាន privacy អញ្ចឹងហើយពីរនាក់ហ្នឹងគឺមើលមុខតួឯកស្រីរបស់យើងហើយក៏បានដើរចេញទៅហើយម្នាក់ប្រុសហ្នឹងក៏បានជម្រាបសួរតួស្រីអញ្ចឹងហើយម្នាក់មនុស្សប្រុសហ្នឹងក៏បានប្រាប់ទៀតថាពេលដែលគាត់ទទួលបានព័ត៌មានពីពូរបស់ឯងពីពូរបស់តួឯកស្រីគឺគេក៏បាននាំពាក្យហ្នឹងគឺមកប្រាប់តួឯកស្រីរបស់យើងហ្នឹងតែម្ដងគឺពូរបស់តួឯកស្រីគឺបញ្ចប់ការមើលថែទាំតួឯកស្រីទៀតហើយមានន័យថាគឺគេឈប់ទទួលមើលការខុសត្រូវរបស់តួឯកស្រីទៀតហើយគឺតួឯកស្រីរបស់យើងគឺឥឡូវហ្នឹងគឺអត់មានអាណាព្យាបាលទៀតទេហ្នឹងគឺតួឯកស្រីរបស់យើងខ្លួនទីពឹងខ្លួនខោពឹងខ្សែក្រវ៉ាត់ហើយអញ្ចឹងណាហើយរឿងរបស់យើងគឺចប់ត្រឹមហ្នឹងចាំមើលភាគបន្តសម្រាប់សប្តាហ៍ក្រោយអរគុណ